អូខេសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូឃ្លីបថ្មីនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំលើកយកទៅជាមួយនឹងការភ្ជាប់ power បាទនេះគឺយើងហៅវាថាជា power supply បាទ power supply នេះគឺមានតួនាទីទទួល power ពីភ្លើងរបស់យើងធម្មតាហើយផ្គត់ផ្គង់មកកាន់ motherboard ដើម្បីឲ្យ motherboard ឬក៏ computer មួយអាចដំណើរការទៅបានអញ្ចឹងជាទូទៅការភ្ជាប់ខ្សែនៅលើ motherboard គឺយើងមានខ្សែច្រើនដើម្បីធ្វើការភ្ជាប់បាទដូចអ្នកនេះឃើញហ្នឹងគឺសុទ្ធតែមានslot ជាច្រើនមែនតើមានជើងរុនជាច្រើនមែនតើដើម្បីឲ្យយើងធ្វើការដោតខ្សែចូលអញ្ចឹងសម្រាប់អ្នកដែលគាត់ទើបតែចាប់ផ្ដើមរៀនរៀបដំបូងកន្លែងនេះគាត់អាចនឹងស្មុគស្មាញបន្តិចដើម្បីធ្វើការភ្ជាប់អញ្ចឹងអ្វីដែលខ្ញុំលើកចំថ្ងៃនេះគឺតកតជាមួយនឹង power ហើយភ្ជាប់ខ្សែ power ទៅកាន់ motherboard ដោយដែលអ្នកនរគ្នាបានដឹងអញ្ចឹងថាខ្សែ power យើងគឺយើងមានច្រើនប្រភេទដែលតម្រូវដូចអ្នកឃើញថាវាស្មុគស្មាញវាយើងនិយាយថាអ្នកដែលគាត់ចាប់ដើមរៀបដំបូងគឺថាវាស្មុគស្មាញប៉ុន្តែដល់ពេលដែលយើងរៀបបានម្ដងពីរដងហើយអត់អីទេគឺងាយស្រួលមែនតើគាត់ឃើញគឺយើងដឹងថាខ្សែណាចាប់ពីណាហើយអូខេអ្នកនរគ្នាឃើញខ្សែមានភាពស្មុគស្មាញសម្រាប់ខ្សែ motherboard ណាបាទអ្នកនរគ្នាគាត់จะឃើញហើយនេះគឺជាខ្សែ power វារៀងស្មុគស្មាញតិចដែរសម្រាប់ខ្សែ power មួយនេះអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់អ្នកនរគ្នាគឺអ្នកនរគ្នាត្រូវមើលលើ motherboard របស់យើងសិនមុននឹងយើងចាប់ផ្ដើមធ្វើការបដោតខ្សែចូលទៅអញ្ចឹងអ្នកនរគ្នាឃើញនៅខាងនេះអានេះគេហៅវាថាជា motherboard pin power connector បាទអាហ្នឹងគេហៅថា motherboard pin power connector អញ្ចឹងយើងត្រូវការរកខ្សែមួយដែលជាខ្សែដែលមាន pin ដូចគ្នាបើយើងនិយាយចំទៅគេហៅថា motherboard pin power cable បាទនេះនៅខាងណាឥឡូវយើងមើលមកmotherboard pin power connector នេះវាអាចមានច្រើនប្រភេទនៅក្នុងនេះគឺមាន24 pin អញ្ចឹងអានេះគឺដូចគ្នាទេបាទគឺយើងមាន24 pin អ្នកនរឃើញអញ្ចឹងយើងអាចដោតភ្ជាប់មកចាប់វាឲ្យត្រូវមកបើខុសដោតអត់ចូលទេបាទអានេះគេហៅវាថាជា motherboard pin power connector ឬក៏យើងហៅមួយខាងលើយើងហៅថា motherboard pin power cable ដែលតួនាទីរបស់ power មួយនេះគឺមានថាផ្គត់ផ្គង់នៅថាមពលអគ្គិសនីផ្គត់ផ្គង់នៅថា power ចូលមកកាន់ motherboard ទាំងមូលតែម្ដងអញ្ចឹងសម្រាប់ដូចជា RAM ដូចជា GPU មួយចំនួនគឺយើងត្រូវការ power ហ្នឹងដើម្បីផ្គត់ផ្គង់ឲ្យវាដំណើរការទៅបានហើយមួយទៀតគឺនៅខាងនេះបាទនេះអូខេអ្នកនរអញ្ចឹងអ្នកនរមើលនៅខាងនេះមកបាទនៅខាងនេះគឺយើងហៅវាថាជា CPU power connector បាទដែលតួនាទីកន្លែង power កន្លែងហ្នឹងមានជើងកន្លែងហ្នឹងគឺផ្គត់ផ្គង់នៅថាមពលចូលមកកាន់ CPU តែម្ដងហើយអ្វីដែលអ្នកនរត្រូវរមើលនេះជួនកាលទៅវាមានដូចគ្នាច្រើនអញ្ចឹងអ្នកនរអាចមើលឈ្មោះនៅកន្លែងហ្នឹងសិនមកបាទអានេះអត់មានឈ្មោះទេអានេះអាចចូលទៅកន្លែងផ្សេងអញ្ចឹងយើងមើលបាទនេះអានេះគឺមានពាក្យថា CPU នៅលើហ្នឹងតែម្ដងបាទអញ្ចឹងណាបាទអញ្ចឹងយើងអាចចាប់វាដាក់ពីចូលមកបាទនេះអញ្ចឹងវាមាន8ត្រូវបើសិនជាករណីខ្លះវាមានតែ4នេះអាហ្នឹងយើងអាចដកចេញបានបាទយើងដកចេញបាទយើងអាចដកចេញមួយបានអាហ្នឹងណាតែបើសិនដោយសាររបស់យើងមាន8ត្រូវអញ្ចឹងយើងដាក់8តែម្ដងបាទនេះបាទយើងដោតចូលទៅត្រូវតែម្ដងប៉ុន្តែសម្រាប់ជើងផ្សេងទៀតដែលដូចគ្នាឧទាហរណ៍ថាអានេះមាន8 pin ដែរប៉ុន្តែដោតទៅអត់ត្រូវទេដោតទៅអត់ចូលទេបញ្ជាក់ព្រោះអានេះគឺជា power របស់ computer ភាគច្រើនគឺគេធ្វើមកតម្រូវតែ motherboard តែម្ដងបើសិនជាករណីខុសគឺយើងដោតអត់ចូលទេបាទអញ្ចឹងតើតងជាមួយនឹង power ដែលចេញពីមានន័យថាចេញពី power supply មកកាន់ motherboard សំខាន់ជាងគេគឺមាន2ហ្នឹងហើយមួយទៀតនោះគឺតកតងជាមួយនឹង GPU នេះបាទជាជើងជា socket របស់ GPU ដែលយើងហៅថាវាជាប្រភេទ graphic card អញ្ចឹងបើសិនជា computer យើងប្រើវាជាដាច់អ្នកនរគ្នាត្រូវតែករណីខ្លះដូចជា graphic card ដែលនៅលើ computer របស់ខ្ញុំអញ្ចឹងគឺទាមទារឲ្យមានន័យថាឲ្យមាននេះមួយដើម្បីយើងឲ្យដោតបញ្ចូលបានបាទគឺទាមទារឲ្យយើងមានជើងមួយដែរដើម្បីផ្គត់ផ្គង់ព្រោះជាទូទៅនៅពេលដែលប្រើធម្មពលចេញពី power supply សម្រាប់ graphic card ធំគឺធម្មពលផ្ដល់អត់គ្រប់គ្រាន់ទេវាទាមទារឲ្យយើងត្រូវការដាក់ខ្សែ power ចេញពីនេះចូលទៅកាន់ GPU ឬក៏ graphic card direct តែម្ដងតើតើជាមួយនឹងការភ្ជាប់នេះគឺយើងមានតែប៉ុណ្្នឹងទេគឺមានទី1គឺ motherboard ហើយទី2គឺអានេះបាទហើយមួយទៀតនោះគឺតើតើជាមួយនឹងខ្សែនេះដូចក្នុង computer របស់ខ្ញុំអញ្ចឹងអ្នកនេះឃើញ graphic card មួយបាទអញ្ចឹងខ្សែដែលជាប់ទៅកាន់ graphic card នេះអាចជាខ្សែប្រភេទនេះបាទយើងមើលមកបាទគេឲ្យមាន2ជួនកាលដូចថាកាលនេះខ្លះយើងអាចប្រើ graphic card ដល់12គ្រាប់អីចឹងណាបាទនេះបាទអូខេយើងមាន2ហ្នឹងដើម្បីយកទៅធ្វើការភ្ជាប់បញ្ចូលដាក់ដូចក្នុង computer របស់ខ្ញុំអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ការភ្ជាប់ពី power ចូលទៅកាន់ motherboard សម្រាប់រុនដតីទៀតបាទនេះរុនដតីទៀតហ្នឹងគឺខ្ញុំលើកយកនៅពេលក្រោយព្រោះអានេះគឺតាក់ទងជាមួយនឹងអានេះគឺតាក់ទងជាមួយនឹង hard disk បាទដូចខាងនេះបាទខាងនេះនេះ hard disk បាទ
ហើយនៅខាងនេះយើងអាចមានជា USB នៅក្នុង USB cable ដែលជាប់ជាមួយធុងបាទជួរនេះគឺ USB cable ជាមួយនឹង audio អីហ្នឹងហើយបាទមួយទៀតតទៅជាមួយនឹងមួយទៀតនោះគឺតទៅជាមួយនៅខាងនេះខាងនេះគឺមានថាជាខ្សែដែលយើង power out power on ឬក៏ restart នៅខាងនេះបាទហើយនៅមានជើងមួយទៀតអានេះបាទអា module pin នេះដែលនៅជាប់ខាងនេះហ្នឹងអាហ្នឹងគឺជា CPU fan បាទនេះ CPU fan មួយនេះបាទយើងដាក់ CPU ទៅហើយយើងដាក់ភ្ជាប់ចូលទៅហ្នឹងគេថា CPU fan អញ្ចឹងនៅពេលដែលអ្នកគ្នាអាចនេះគឺយើងមានតែប៉ុណ្្នឹងទេសម្រាប់ការភ្ជាប់ដូចជាអត់មានបញ្ហាអីច្រើនទេហើយខ្ញុំចង់បញ្ជាក់ដែរអាជើងដតី3 4នេះមានថាវាអញ្ញែនេះគឺ feature គឺផ្ដោតទៅលើ hard disk ឬក៏ CD room ឬក៏អីផ្សេងជា SSD អីចឹងណាអញ្ចឹងបានឃើញអ្នកគ្នាឃើញច្រើនព្រោះជាទូទៅកុំព្យូទ័រវាអាចមាន SSD ច្រើនវាអាចមាន hard disk ច្រើនព្រោះយើងមិនអាចដាក់តែមួយទេគាត់ដាក់5 6អញ្ចឹងបានជាអានេះគឺត្រូវតែមានហ្មងហើយអានេះទៀតសោតក៏បានត្រូវភ្ជាប់ជាមួយនឹងខ្សែបោះ fan ហើយនឹង power up power on ផងដែរបើសិនជាកាន់នៃធុងបាទនេះភ្ជាប់មួយខ្សែ fan នេះបាទខ្សែ fan មានន័យថាយើងអត់ភ្ជាប់មួយខ្សែ fan ដែរ SD ឬក៏ fan បាទ fan RGB fan អីហ្នឹងគឺត្រូវការហ្នឹងហើយគឺការភ្ជាប់ motherboard ដូចជាសំខាន់ជាងគេគឺពីរនេះបាទដើម្បីឲ្យ motherboard អាចដំណើរការទៅបានគឺពីរហ្នឹងឯងហើយនឹងមួយទៀតបើករណីយើងប្រើ VGA ដែរគឺយើងត្រូវខ្សែមួយនេះទៀតដើម្បីភ្ជាប់ VGA តែបើករណីដូចយើងប្រើ VGA ប្រភេទ VGA តូចៗអត់មានទេអញ្ចឹង VGA តូចៗដូចជា graphic card ប្រភេទអញ្ចេះអីវាអត់មានជើងដោតខ្សែទេអញ្ចឹងមានន័យថាអាហ្នឹងប្រើខ្សែជាមួយនឹងអានេះប្រើ power ជាមួយនឹងpin power cable pin power connector របស់ motherboard តែម្ដងអញ្ចឹងវាអត់ត្រូវការដល់ភ្ជាប់ដោយអា graphic card ធំទេវីដេអូបញ្យលគឺមានតែប៉ុណ្្នឹងទេអ្នកនាងបាទគឺយើងមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូលើកក្រោយទៀតចាំខ្ញុំបញ្យលឡើងវិញអំពីការភ្ជាប់ខ្សែផ្សេងទៀតដូចជាករណី SD មកជួរខាងនេះបាទមកជួរខាងនេះគឺតកតជាមួយនឹងខ្សែជាប់ជាមួយធុងហើយនឹងខ្សែជាប់ជាមួយនឹង hard disk ឬក៏ SSD អញ្ចឹងទៅហើយក៏មានកន្លែងខ្លះគឺយើងត្រូវភ្ជាប់មួយ fan ផងដែរដូចខាងនេះគឺយើងភ្ជាប់មួយ fan បាទនេះខ្សែខាងនេះភ្ជាប់មួយ fan បាទអស់ហើយមានតែប៉ុណ្្នឹងទេបាទអរគុណមែនទែនសម្រាប់ការទស្សនាវីដេអូយើងអាចជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀត